ជំរាបសួរអ្នកនរគ្នាខ្ញុំបាទប្លែកមុនហើយថ្ងៃនេះដែរគឺខ្ញុំប្រាប់អ្នកនរគ្នាពីរបៀបធ្វើម៉េចឲ្យយើងវាយរ៉ាអូលឲ្យវាលោតអីគេហ្នឹងណានេះលោតនេះខ្ញុំមិនដឹងថាអានមិនទេអ្នកនរគ្នាចឹងកន្លែងទី1យើងត្រូវវាយវាក់ស្នូអ្នកនរគ្នាវាយវាក់ស្នូវាយវាក់តកហ្នឹងវាយមកប៉ាដេវអ្នកនរគ្នាយើងលេងមកហ្នឹងមកអាហ្នឹងក៏បានវាក់ easy ក៏បានហាត់ក៏បានអ្នកនរគ្នានៅកន្លែងនេះចឹងពីរវគ្គហ្នឹងអ្នកនរគ្នាចង់លេងមួយណាក៏បានដែរគឺវាឡើងដូចគ្នាហើយទី2សម្រាប់ទី2គឺយើងវាយវគ្គ Isabel នេះវគ្គនេះអ្នកនរគ្នាចឹងយើងមកវាយវគ្គហ្នឹងមកយើងវាយវគ្គហ្នឹងធ្វើឲ្យវា full ទៅពេលវា full គេឲ្យ claim ឯអ្នកនរគ្នាហើយទី3គឺយើងត្រូវវាយវគ្គ tournament ចឹងអ្នកនរគ្នាបំពេញលេងវាហងៃទៅពេលអានោះ full អ្នកនរគ្នាអាចចូលទៅ claim ទៅអាចបានរ៉ាអូលឯអ្នកនរគ្នាអាចបានរ៉ាអូល sorry អ្នកនរគ្នាអាចវាយទៅលោតអីអាហ្នឹងវាយលោតចាប់ពីរាង S ដកឡើងអ្នកនរគ្នាចឹងគឺវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងទេបើសិនអ្នកគ្នាមានចម្ងល់ឬក៏អត់យល់កន្លែងណាអាច comment សួរខ្ញុំខាងក្រោមទៀតបានព្រោះភ្លើងរៀងឡើងអីវិញឯងរៀងឡើងធ្វើស្អីហើយសុំទោសអ្នកគ្នាមែនតើដែលចេញវីដេអូយឺតយ៉ាវហើយនេះ setting របស់ខ្ញុំអ្នកគ្នាខ្ញុំ show ទាំងអស់ឥឡូវខ្ញុំ show ប្រាប់អ្នកគ្នាទាំងអស់ហ្នឹងទៅគឺបែបនេះអ្នកគ្នាមើលតាមនឹងបានអូខេចឹងថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេអរគុណអ្នកគ្នាបាយបាយជួបគ្នានៅវីដេអូក្រោយទៀត